ចំណាប់អារម្មណ៍របស់ខ្ញុំដែលបានចូលរួមសន្និសីទធនាគារកម្ពុជានៅលើកទី5ហ្នឹង2026ខ្ញុំគិតថាយើងបានជួបជុំក្នុងវិស័យហិរញ្ញវត្ថុហ្នឹងគឺល្អមែនទែនដោយសារយើងបានអាប់ដេតពីព័ត៌មានផ្សេងពីបញ្ហាវិស័យធនាគារហ្នឹងមានអីខ្លះហើយវាធ្វើឲ្យយើងបានយកអាកលឹះជាយុទ្ធសាស្ត្រមួយចំនួនដើម្បីមក sharing ដើម្បីយកមកផ្ដល់ជាបទពិសោធន៍នៅក្នុង Industrial Banking តែម្ដងហើយខ្ញុំចូលចិត្តអ្វីដែលចូលចិត្តបំផុតគឺយើងបានស្ដាប់ panel ទាំងអស់ដើម្បីលើកមកដើម្បីយើងយកអាកលឹះដែលយើងបានជួបប្រទេសហ្នឹងដើម្បីយើងយកមកផ្លាស់ប្ដូរគ្នាជាគំនិតមួយដើម្បីយើងគិតជាយុទ្ធសាស្ត្រទៅមុខទៀតអានេះជាចំណុចដែលយើងត្រូវធ្វើជាប្រចាំហើយជាពិសេសក្មេងៗដែលគាត់កំពុងរៀនគាត់មកបានស្ដាប់អ្នកបទពិសោធន៍ផ្ទាល់តែម្ដងមកបាទខ្ញុំគិតថាអ្វីដែលសន្និសីទធនាគារកម្ពុជាហ្នឹងគឺផ្ដល់ថាប្រយោជន៍ធំដោយសារយើងជាក្នុងគេហៅដូចថាហើយសមាគមធនាគារកម្ពុជាហ្នឹងបានយកបទពិសោធន៍បានយកអាការដែលយើងនៅកំពុងធ្វើកិច្ចការងារហ្នឹងយកមកទៅជាគេហៅ engagement ដូចភ្ជាប់គ្នាដើម្បីឲ្យស្កាន់តែស្គាល់គ្នាដើម្បីដឹងពីសកម្មភាពដែលយើងកំពុងធ្វើហ្នឹងមានអីគេខ្លះដើម្បីយើងយកមកអាប់ដេតនៅក្នុងនោះហើយជាផលប្រយោជន៍ធំគឺយើងបានធ្វើឲ្យបងក្មួយដែលគាត់នៅរៀននេះគាត់នៅរៀនសាលាវិទ្យាឋានធនាគារហ្នឹងគឺគាត់បានចូលរួមហើយគាត់បានស្ដាប់ច្បាស់ហើយវាមាន panel មកពីប្រទេសផ្សេងដែរដោយថាមកប្រទេសដូចខ្លះដូច Mastercard ដូចប្រទេសផ្សេងគាត់ចូលមករួមមួយយើងហើយយើងជាវិស័យធនាគារបានផ្លាស់ប្ដូរអាគំនិតផ្សេងដូចមិញខ្ញុំឡើងជា panel discussion ហ្នឹងក៏ជួយជាកលឹះខ្លះដើម្បីឲ្យដឹងថាតើធនាគារខ្ញុំកំពុងតែផ្ដោតលើអីគេខ្លះអញ្ចឹងដូចខ្ញុំគិតថាអ្វីដែលធនាគារត្រូវគិតថាយើងត្រូវបង្កើតបឹងអីថ្មីព្រោះយើងស្រុកយើងទូចហើយវាមិនធំហ្មងប្រជាជនយើង17លាននាក់បើយើងធ្វើដូចគ្នាវាធ្វើអាហ្នឹងវាអត់បានទៅដល់កន្លែងព្រោះយើងត្រូវការដាំដើមឈើថ្មីត្រូវការមានបឹងថ្មីអញ្ចឹងត្រូវការបឹងថ្មីដើម្បីឲ្យវាមានត្រីថ្មីអញ្ចឹងដល់យើងអស់គ្នាទៅចូលទៅបរិយាបឹងហ្នឹងទៅកាយធ្វើម៉េចឲ្យវាចេញជាបឹងដើម្បីយើងចំត្រីថ្មីហ្នឹងអញ្ចឹងដូចឆ្នាំ2027ហ្នឹងគឺពួកខ្ញុំផ្ដោតខ្លាំងលើវិស័យគេហៅថា processing កសិកម្មអ្វីដែលយើងកំពុងធ្វើក៏យើងផ្ដល់ដែរដូច loan retail banking corporate banking យើងធ្វើបាទហ្នឹងយើងធ្វើប៉ុន្តែយើងចង់ជួយអីឲ្យវាបានធ្វើឲ្យកសិករយើងភាពកែច្នៃយើងហ្នឹងគឺកាន់តែមានប្រសិទ្ធភាពហើយកាន់តែគេហៅប្រសិទ្ធភាពគឺប្រសិទ្ធភាពលើ production មួយប្រសិទ្ធភាពលើ costing តម្លៃដើមប្រសិទ្ធភាពលើទំនុកចិត្តថែមទៀតអញ្ចឹងបានយើងបានចូលរួមបានយើងផ្ដោតថាយើងត្រូវតែខិតខំធ្វើបើយើងអត់ធ្វើយើងជាដូចខ្ញុំជាធនាគារខ្មែរបង្កើតឲ្យកូនខ្មែរដែលមានប្រភពភាគទុននិតតាំងពីឆ្នាំ1982ដឹងថាគាត់មកពីណាច្បាស់លាស់អញ្ចឹងយើងត្រូវតែខិតខំធ្វើអីដើម្បីឲ្យដូចជាមេខ្យល់មួយដល់ពេលយើងធ្វើបាននៅនាំមកធ្វើហើយធ្វើទៅអត់បរាជ័យមនុស្សចាប់ផ្ដើមមានជំនឿដូចថ្ងៃហ្នឹងបើយើងប្រាប់ថាជីបម៉ុង44ឆ្នាំមុនថាមកប្រហែល14ក្រុមហ៊ុនហ្នឹងជឿអត់ហើយអត់ជឿទេប៉ុន្តែសារយើងមានចក្ខុវិស័យមួយវែងឆ្ងាយថាយើងចង់ build គេថាព្រួតព្រីនគ្រឹះយើងហ្នឹងឲ្យខ្លាំងដល់យើងពឹងលើខ្លួនយើងអញ្ចឹងជីបម៉ុងបានខិតខំបង្ហាញអាហ្នឹងរហូតដើម្បីធ្វើម៉េចឲ្យបើកឱកាសដល់កូនខ្មែរយើងដើម្បីឲ្យគាត់អាចមានការងារធ្វើបើយើងមានការងារហើយបើការងារយើងល្អចេះបរិហិអីថ្មីទៀតវាធ្វើឲ្យយើងក្រអាចរីកចម្រើនក្នុងខ្លួនបាត់ទៀតអញ្ចឹងខ្ញុំគិតថាឆ្នាំថ្មីនេះខ្ញុំ focus ថាជួយក្នុងវិស័យកែច្នៃកសិកម្មហ្នឹងគឺ500លានហ្នឹងគឺខំធ្វើមែនតើដើម្បីឲ្យជំរុញប៉ុន្តែយើងធ្វើយើងត្រូវមានគោលដៅច្បាស់ខ្ញុំមើលឃើញវិស័យធនាគារជាឱកាសសម្រាប់ធនាគារខ្មែរយើងខ្លាំងដោយសារយើងជាកូនខ្មែរយើងស្គាល់ពីម្ហូបដែលយើងញ៉ាំហ្នឹងដែលយើងធ្លាប់ញ៉ាំសម្លម្ជូរគ្រឿងសាឡកកូផ្អកអីហ្នឹងយើងជាម្ហូបរបស់យើងអញ្ចឹងយើងស្គាល់ពីកូនខ្មែរច្បាស់យើងត្រូវតែធ្វើម៉េចដើម្បី engage គាត់ដើម្បីគាត់ស្គាល់ថាបើយើងចង់នៅ long term ធ្វើឲ្យសេដ្ឋកិច្ចមួយខ្លាំងគឺវិស័យធនាគារហ្នឹងហើយដល់អញ្ចឹងយើងត្រូវធ្វើម៉េចបានឲ្យយើងត្រូវបណ្ដុះអាកោសិកាគាត់អា DNA គាត់ហ្នឹងឲ្យដឹងថាបើយើងធ្វើគឺដើម្បី
chui từសេដ្ឋកិច្ចបើជួយទៅសេដ្ឋកិច្ចជួយឲ្យចំគោលដៅចំគោលដៅមានយើងធ្វើមិនបានតែយើងត្រូវធ្វើមិនដើម្បីឲ្យអា banking យើងនេះដែលជាដឹកនាំបង្កើតដោយកូនខ្មែរហ្នឹងឲ្យវារឹងមាំគឺយើងត្រូវយកអតិថិជនដែលពិតប្រាកដ